វាប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់នៅថ្ងៃទី28ខែកុម្ភៈឆ្នាំ2026មិនមែនជាការវាយប្រហារធម្មតាទេប៉ុន្តែជាប្រតិបត្តិការយោធាធំបំផុតមួយដែលបានគ្រោងទុកជាច្រើនខែដោយប្រើកម្លាំងរួមគ្នាគឺកម្លាំងអាកាសកម្លាំងនាវាចម្បាំងនិងមីស៊ីលវាយប្រហារគោលដៅយោធានិងហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅក្នុងប្រទេសអ៊ីរ៉ង់អាមេរិកនិងអ៊ីស្រាអែលបានដាក់ឈ្មោះប្រតិបត្តិការនេះថាសំលេងតោក្រហឹមឬក៏ Epic Fury ដែលមានន័យថាកំហឹងដ៏សាហាវកងទ័ពអាមេរិកនិងកងការពារអ៊ីស្រាអែលបានវាយលុករួមគ្នានៅក្នុងទីក្រុងសំខាន់របស់ប្រទេសអ៊ីរ៉ង់រួមមានតេរ៉ង់អ៊ីស្វាហានគោមនិងតំបន់យោធាជាច្រើនផ្សេងទៀតបន្ទាប់ពីការចរចាទម្លាក់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានបរាជ័យយុទ្ធសាស្ត្រវាយប្រហារមូលដ្ឋានរបស់សំលេងតោក្រហឹមគឺជាការវាយប្រហារសង្គ្រប់យ៉ាងកំរោលមិនឲ្យតដៃដោយចាប់ផ្ដើមពីការបំផ្លាញសមត្ថភាពមីស៊ីលកម្មវិធីនុយក្លេអ៊ែរប្រព័ន្ធការពារដែនអាកាសនិងមូលដ្ឋានបញ្ជាការយោធាទាំងអស់របស់អ៊ីរ៉ង់មុនការវាយប្រហារអាមេរិកបានប្រមូលកម្លាំងយោធាធំជាងគេនៅមជ្ឈមបូព៌ាដោយបានដាក់ពង្រាយក្រុមនាវាដឹកយន្តហោះប្រព័ន្ធមីស៊ីលនិងយន្តហោះចម្បាំងរាប់រយគ្រឿងដើម្បីត្រៀមប្រតិបត្តិការវាយលុកទៅលើគោលដៅទាំងនេះវីដេអូពីសារព័ត៌មានអន្តរជាតិបានបង្ហាញការខូចខាតយ៉ាងដំណំនៅផ្នែកជាច្រើននៃទីក្រុងទីរ៉ង់របស់ប្រទេសអ៊ីរ៉ង់បើទោះបីជាត្រូវបានវាយសង្គ្រប់អ៊ីរ៉ង់ដែលបានត្រៀមខ្លួនទប់ទល់អស់រយៈពេលយូរខែដែរក៏នៅតែអាចកំដរអាមេរិកបានដែរអ៊ីរ៉ង់បានកំដរដោយការសងសឹកបាញ់មីស៊ីលជាបន្តបន្ទាប់ចូលទៅដល់មូលដ្ឋានយោធាអាមេរិកក្នុងតំបន់មជ្ឈមបូព៌ាយោងតាមទូរទស្សន៍ RT របស់រុស្ស៊ីគិតត្រឹមល្ងាចថ្ងៃទី28ខែកុម្ភៈអ៊ីរ៉ង់បានបាញ់មីស៊ីលចំគោលដៅមូលដ្ឋានយោធារបស់អាមេរិកនៅប្រទេសគុយវ៉េតអារ៉ាប់រួមនិងបារ៉ែនលើសពីនេះអ៊ីរ៉ង់ថែមទាំងតម្រង់មីស៊ីលចំចូលមូលដ្ឋានអាកាសអាមេរិកនៅប្រទេសកាតាដែលជាមូលដ្ឋានធំបំផុតនិងរឹងមាំបំផុតថែមទៀតផងក៏ប៉ុន្តែមីស៊ីលទាំងនោះត្រូវស្ទាក់ចាប់បានគេហទំព័រវិភាគយោធាមើលឃើញថានេះគឺជាដំណាក់កាលថ្មីនៃសង្គ្រាមស្រមោលរវាងអ៊ីស្រាអែលអាមេរិកនិងអ៊ីរ៉ង់ដែលបញ្ចូលការវាយប្រហារតាមអាកាសការស៊ើបការសម្ងាត់និងការវាយបំផ្លាញសមត្ថភាពមីស៊ីលដើម្បីទប់ស្កាត់ការកើនឡើងអំណាចយោធារបស់អ៊ីរ៉ង់ស្ថានភាពបច្ចុប្បន្នត្រូវបានពណ៌នាថាជាចំណុចដ៏គ្រោះថ្នាក់ដែលអាចបំលែងជាចំនួនពេញតំបន់មជ្ឈមបូព៌ាប្រសិនបើមូលដ្ឋានអាមេរិកឬក៏សម្ព័ន្ធមិត្តនៅក្នុងតំបន់ត្រូវអ៊ីរ៉ង់កំទេចបានខ្ញុំរស់សុធាពី News Today NTTVជំនាញធ្វើការងារបានទាំងដីតឹងដីគោកដីរឹងខែប្រាំងខែភាសាធ្វើចំការក៏បានរហ័សទាន់ចិត្តបងប្អូន John Deere ត្រាក់ទ័រខ្លាំងរឹងមាំដៃគូជីវិតដ៏អស្ចារ្យរបស់កសិករខ្មែរមកពីអាមេរិក